នេះគឺជា Game Squid Game កំណែពិតក្នុងអំឡុងទសវត្សរ៍ឆ្នាំ1950 មហាសេដ្ឋីម្នាក់ឈ្មោះ Sir Cashington McMillions បានបង្កើតការប្រកួតប្រជែងដ៏សាហាវមួយដោយសម្ងាត់នៅលើកោះឯកជនដាច់ស្រយាលមួយគាត់បានជ្រើសរើសមនុស្សមកពីជុំវិញពិភពលោកមនុស្សដែលជំពាក់បំណុលគេដោយគ្មានអ្វីបាត់បង់ឡើយពួកគេត្រូវបានសន្យាថានឹងផ្ដល់ប្រាក់$10 លានប្រសិនបើពួកគេរស់រានមានជីវិតពីការប្រកួតជាបន្តបន្ទាប់អ្វីដែលគ្មាននរណាម្នាក់ដឹងនោះគឺថាការចាញ់មានន័យថាការបញ្ចប់នៅយប់មួយបន្ទាប់ពីការប្រកួតជុំទី1ក្នុងឆ្នាំ1965អ្នកចូលរួម2នាក់ដែលទាំងពីរនាក់ជាអតីតភ្នាក់ងារយោធាបានលួចចូលទៅក្នុងទីស្នាក់ការកណ្ដាលរបស់កោះនេះពួកគេបានយកឈ្នះលើឆ្មាំរបាំងមុខ2នាក់លួចឯកសណ្ឋានរបស់ពួកគេហើយបានចូលទៅក្នុងបន្ទប់ត្រួតពិនិត្យនៅពេលដែលប្រតិបត្តិការធ្លាក់ចូលទៅក្នុងទីបង្កពួកគេបានដោះលែងអ្នកចូលរួមទាំងអស់ឥឡូវនេះមានសេរីភាពហើយពួកអ្នករស់រានមានជីវិតបានទាមទារឲ្យដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវឆ្មាំម្នាក់ដែលត្រូវបានចាប់ខ្លួនបានបង្ហាញពីការពិតមេខ្លោងពីលោក Sir Cashington